ការសម្រេចចិត្តទៅលើអ្វីដែលស័ក្តិសមទៅនឹងការទូទាត់តម្រូវឲ្យមានការរួមបញ្ចូលគ្នាពីយុទ្ធសាស្ត្រគណនាដើម្បីធានាថាផលចំណេញយ៉ាងហោចណាស់មានទំហំប៉ុននឹងការបាត់បង់ដោយដែលបានពិពណ៌នានៅក្នុងវីដេអូទី4និងទី5និងច្បាប់ដែលបានចេញពីអ្នកបង្កើតគោលនយោបាយដែលកំណត់អំពីប្រភេទនៃការផ្លាស់ប្ដូរដែលអាចទទួលយកបានច្បាប់នៃការទូទាត់គឺពិតជាមានប្រយោជន៍សម្រាប់កំណត់បម្រាមនៅពេលដែលយើងចង់បានលក្ខណៈជាក់លាក់មួយចំនួនអំពីការទូទាត់បន្ថែមទៅលើការធានាដែលថាផលចំណេញយ៉ាងហោចណាស់មានទំហំប៉ុននឹងការបាត់បង់តាមរយៈការប្រើប្រាស់ច្បាប់អាចជួយជៀសវាងពីការជំនួសដែលមិនបានព្រៀងទុកដោយដែលយើងបានពិពណ៌នានៅក្នុងវីដេអូទី3ឧទាហរណ៍វាអាចជួយជៀសវាងពីស្ថានភាពដែលការទូទាត់ទទួលបានផលចំណេញតូចជាងការបាត់បង់ដែលបានអនុញ្ញាតទោះបីជាការទូទាត់នោះស្ថិតនៅក្នុងទីតាំងដែលចង់បានក៏ដោយយ៉ាងណាមិញប្រសិនបើការទូទាត់ត្រូវបានកំណត់នៅក្នុងទីតាំងតាមគោលដៅដូចជាយុទ្ធសាស្ត្រនៃការអភិរក្សច្រករបៀងបន្ទាប់មកត្រូវកំណត់ទៅជាច្បាប់ជាជាងការបញ្ចូលវាជាផ្នែកមួយនៃការគណនាទំហំផលចំណេញម្យ៉ាងទៀតប្រសិនបើយើងចង់ជៀសវាងពីការផ្លាស់ប្ដូរការបាត់បង់តំបន់ដែលមានទំហំតូចមួយនៃទីជម្រកប្រកបដោយគុណភាពហើយដែលទទួលមកវិញនៅតំបន់ដែលមានទំហំធំប៉ុន្តែគ្មានគុណភាពយើងអាចកំណត់ច្បាប់មួយថាតំបន់ដែលត្រូវទូទាត់ត្រូវតែជាតំបន់ដែលទទួលបានពិន្ទុគុណភាពយ៉ាងហោចណាស់គុណភាពកម្រិតខ្ពស់ដោយទីតាំងដែលរងការប៉ះពាល់សំណួរមួយដែលយើងតែងតែជួបនៅក្នុងការទូទាត់នោះគឺថាតើការទូទាត់គួរនៅជិតទីតាំងដែលរងការប៉ះពាល់ប៉ុណ្ណាបើយើងប្តូរទីតាំងទៅកាន់តែនៅឆ្ងាយពីទីតាំងដែលរងការប៉ះពាល់ប៉ុណ្ណាភាពខុសគ្នានៃទីជម្រកនិងប្រភេទជីវៈចម្រុះដែលរស់នៅទីនោះកាន់តែខុសគ្នាប៉ុណ្ណោះដែរហើយការជំនួសការទូទាត់ក៏កាន់តែពិបាកទៅដែរម្យ៉ាងទៀតសំណងនៃការបាត់បង់នៃប្រភេទជីវៈចម្រុះដែលជាប្រភេទកម្របំផុតនៅក្នុងតំបន់ដែលការលំបាកបានកើតឡើងតាមរយៈការបង្កើតផលចំណេញនៅក្នុងតំបន់ផ្សេងទៀតដែលជីវៈចម្រុះជាប្រភេទធម្មតាគឺវាមិនចាំបាច់ត្រូវការផ្លាស់ប្ដូរអ្នកជាប់ពាក់ព័ន្ធត្រូវបានរងផលប៉ះពាល់ដោយសារការបាត់បង់ជីវៈចម្រុះពីការអភិវឌ្ឍអាចនឹងមិនត្រូវបានសំណងសមស្របនោះទេក្នុងករណីដែលការទូទាត់នៅឆ្ងាយពេកដោយសារមូលហេតុទាំងនេះច្បាប់នៃការទូទាត់ជាទូទៅតម្រូវឲ្យការទូទាត់ស្ថិតនៅក្នុងតំបន់តែមួយផ្ដល់អត្ថប្រយោជន៍ដល់ពពួកជីវៈចម្រុះប្រភេទដូចគ្នាឬស្ថិតនៅក្នុងចម្ងាយជាក់លាក់មួយនៃទីតាំងដែលរងការប៉ះពាល់យ៉ាងណាមិញទីតាំងកាន់តែធំជម្រើសទីតាំងជីវៈចម្រុះក៏កាន់តែច្រើនដែរដូច្នេះច្បាប់ដែលតម្រូវធ្វើការទូទាត់ត្រូវស្ថិតនៅជិតទីតាំងដែលទទួលរងនឹងការប៉ះពាល់បំផុតអាចកាត់បន្ថយជម្រើសសម្រាប់ការទូទាត់ប្រសិនបើវាជាទីតាំងសក្តានុពលតែមួយនៃការទូទាត់ពិបាកក្នុងការធានាឬគ្រប់គ្រងវាអាចបង្កឲ្យកើនឡើងការចំណាយនៃការទូទាត់ផ្ទុយទៅវិញការបង្កើនភាពបត់បែនបានគឺដើម្បីកាត់បន្ថយភាពស្រដៀងគ្នារវាងទីតាំងរងការប៉ះពាល់និងទីតាំងនៃការទូទាត់ការស្វែងរកតុល្យភាពដែលត្រឹមត្រូវគឺពិតជាសំខាន់ការដោះដូរអ្វីមួយឲ្យដូចការបាត់បង់អាចហៅបានថាដូចគ្នាគឺជាស្តង់ដារនៃការទូទាត់ប៉ុន្តែកម្មវិធីនៃការទូទាត់ខ្លះធ្វើឲ្យមានសំណងប្រភេទខុសគ្នានេះគឺជាកន្លែងដែលការបាត់បង់របាយជីវៈចម្រុះត្រូវបានសងជាមួយនឹងផលចំណេញនៃរបាយជីវៈចម្រុះផ្សេងគ្នាការធ្វើបែបនេះវាធ្វើឲ្យមានការបត់បែនកាន់តែច្រើនប៉ុន្តែវាក៏បង្កើនការព្រួយបារម្ភអំពីសមភាពនៃការដោះដូរផងដែរការថ្លឹងថ្លែងជីវៈចម្រុះមួយប្រភេទទៅនឹងប្រភេទផ្សេងទៀតគឺជាបញ្ហាប្រឈមនិងតម្រូវការលើភាពច្បាស់លាស់
របាយការណ៍បរិមាណអំពីតម្លៃពាក់ព័ន្ធនីមួយៗប្រសិទ្ធភាពនៃអត្រានៃការផ្លាស់ប្ដូរដើម្បីឲ្យយើងអាចមានតម្លាភាពអំពីតម្លៃនៃមុខងារជីវៈចម្រុះមួយនិងតម្លៃរបាយការណ៍ជីវៈចម្រុះមួយទៀតបញ្ហានោះគឺប្រសិនបើយើងមានបំណងចង់ទូទាត់ការបាត់បង់របាយជីវៈចម្រុះជាទូទៅដោយសារតែយើងបានកំណត់រួចហើយថាយើងផ្ដល់តម្លៃលើរបាយមួយចំនួននិងចង់សម្រេចបាននៅការគ្មានការខាតបង់ជាក់ស្ដែងប៉ុន្តែចេញពីការបដូរមួយបានមួយមានន័យថាជាការដោះដូរជាជាងលទ្ធផលនៃការគ្មានការខាតបង់ជាក់ស្ដែងជាគោលបំណងសកម្មភាពបែបនេះជាទូទៅមិនកំណត់ជាការទូទាត់ជីវៈចម្រុះនោះទេប្រសិនបើសំណងខុសប្រភេទចាត់ទុកថាអាចទទួលយកបាននោះត្រូវធ្វើឡើងតាមរយៈការជំនួសដែលប្រសើរជាងមុនមានន័យថាការបាត់បង់នោះត្រូវបានទទួលសំណងតែជាមួយកំណើនសម្រាប់ប្រភេទដែលទទួលការគំរាមកំហែងខ្ពស់ចិត្តផុតពូជឬរបាយជីវៈចម្រុះដែលមានអាទិភាពខ្ពស់ជាជាងប្រភេទដែលបានរងការបាត់បង់ប៉ុន្តែការសម្រេចចិត្តលើអ្វីដើម្បីអាចទទួលយកការដោះដូរការជំនួសបានចាំបាច់គឺត្រូវតែស្ថិតនៅក្នុងប្រធានបទដូចគ្នាពេលខ្លះជាពិសេសនៅពេលដែលចំណេះដឹងអំពីសំណួររបាយជីវៈចម្រុះនៅមានកម្រិតខ្សោយការបាត់បង់ជីវៈចម្រុះអាចនឹងត្រូវសងវិញជាមួយការទូទាត់ដោយប្រយោលដូចជាជំនួយថវិកាសម្រាប់ការត្រួតពិនិត្យនិងការស្រាវជ្រាវដើម្បីឲ្យយើងអាចបង្កើតការទូទាត់កាន់តែប្រសើរនិងកាន់តែមានប្រសិទ្ធភាពនៅពេលអនាគតប៉ុន្តែវាមិនមែនជាការទូទាត់យ៉ាងតឹងរ៉ឹងនោះទេប្រសិនបើមិនអាចសម្រេចកំណើនដែលអាចវាស់វែងបានដើម្បីសម្រេចនៅតុល្យភាពទៅលើការបាត់បង់ជំនួយថវិកាសម្រាប់ការត្រួតពិនិត្យនិងការសិក្សាជាទូទៅគឺជាគ្រឹះដើម្បីរចនាការទូទាត់ប៉ុន្តែលុះត្រាតែសកម្មភាពនៃការបង្កើតកំណើនជីវៈចម្រុះក៏ត្រូវបានអនុវត្តនោះជាគោលដៅនៃការទូទាត់សម្រេចបានគោលដៅនៃការគ្មានការបាត់បង់ជាក់ស្ដែងគឺមិនអាចបានទេសង្ខេបជារួមច្បាប់ដោះដូរកំណត់អំពីប្រភេទនៃការផ្លាស់ប្ដូរដែលអាចទទួលយកបានច្បាប់នេះរួមបញ្ចូលទាំងស្ថានភាពនៃទីតាំងការទូទាត់ត្រូវតែយ៉ាងហោចណាស់ស្មើនឹងទីតាំងដែលរងការប៉ះពាល់ការទូទាត់ត្រូវតែកំណត់ក្នុងតំបន់ជីវសាស្ត្រដូចនឹងទីតាំងនៃការអភិវឌ្ឍហើយទទួលបានកំណើនរបាយជីវៈចម្រុះដូចគ្នាទៅនឹងតំបន់បានរងផលប៉ះពាល់ពីការអភិវឌ្ឍដែរច្បាប់ដែលអ្នកសម្រេចចិត្តបានកំណត់នៅពេលកំណត់ការទូទាត់ឬគោលនយោបាយនៃការទូទាត់អាចជាមធ្យោបាយដ៏ល្អមួយដើម្បីធានាថាការទូទាត់មានតុល្យភាពសមភាពអេកូឡូស៊ីនិងដើរស្របគ្នាជាមួយនឹងការរំពឹងទុករបស់សហគមន៍